សួស្តីបងប្អូនទាំងអស់គ្នារបៀបលុប account TikTok ជារៀងរហូតបើយើងបង្កើតឲ្យมันពេញចិត្តបងប្អូនអាចលុបបានកើតមកអត់ត្រូវស្តង់ដាគឺយើងចង់លុបចេញបងប្អូនបាទឥឡូវនេះបងប្អូនទស្សនាវីដេអូនេះអស់គ្នាបាទជាដំបូងបងប្អូនចូលនោះបាទ TikTok គេទៅបាទហើយបងប្អូនចុចឈ្មោះយើងមកបាទចុចឈ្មោះយើងទៅបាទចុចលេខ profile នេះបាទចេះទៅបាទចុចឲ្យបងប្អូនចូលលេខត្រី3មកលេខត្រី3 color បាទចេះទៅបាទចូលត្រី3ឲ្យបងប្អូនចូលនេះមកបាទ setting នេះបាទ setting and privacy បាទចេះទៅបាទចុចឲ្យបងប្អូននឹងឃើញprofile យើងបាទ account នេះបាទចេះទៅបាទតែបងប្អូនបាត់រហូតបងប្អូនចុចទី3មកបាទចេះទៅបាទមកដល់កន្លែងនេះគេសួរយើងហេតុអ្វីបាទយើងប្រើ TikTok សុកលុបចោលបងប្អូនបាទហើយបងប្អូនលុបដល់អសនបងប្អូនយកទី2មកបាទបើសិនបងប្អូនលុបរហូតលុបចុចទី3នេះបាទចេះទៅបាទហើយបងប្អូនរឹកជ្រើសរើសមួយណាក៏បានដែរបងប្អូនបាទចេះទៅបាទបងប្អូនចុច continue បាទហើយនេះគេសួរយើងហេតុអ្វីបាត់ account TikTok បងប្អូនបាទហើយបងប្អូនជិះមកបាទនេះចុចពណ៌នេះមកបាទហើយចុច continue ទៅបាទមកដល់កន្លែងនេះគេសួរយើងថាយើងមានឯកសារសំខាន់ហើយយើងអាច download បានបងប្អូនបាទបើតែយើងមិនចុច continue ទៅបាទហើយរងចាំ plate បងប្អូនបាទមកដល់កន្លែងនេះគេសួរយើងទៀតបងប្អូនបាទគឺយើងលុបហើយក្នុងរយៈពេល30ថ្ងៃគឺបាត់ account ចេញពី TikTok តែម្ដងបងប្អូនបាទគឺយើងអាចយកវិញបានទេបាទដូច Facebook យើងបាទហើយបងប្អូនជួយមកបាទ continue បាទចេះទៅបាទបងប្អូនរងចាំលេខកូដគេផ្ញើមកឲ្យបងប្អូនបាទ9897ហើយបងប្អូនចុចទៅបាទនេះចុច delete ទៅបាទចុច delete មួយសារទៀតទៅបាទហើយបងប្អូនជួយអក្សរក្រមគេបាទចុចទៅបាទប៉ុណ្ណឹងគឺ account យើងលុបរឿយៗហើយបងប្អូនបាទហើយនេះ account នេះមិនមែន account យើងទេបាទគឺ account គេជំនួសមកបងប្អូនបាទគេជួយមក profile បងប្អូនបាទគឺអត់មានរបស់យើងទេបាទឃើញទេបងប្អូនបាទគឺរួចយើងបាត់ហើយបាទហើយរយៈពេល30ថ្ងៃគឺបាត់ចេញពី TikTok តែម្ដងបាទសម្រាប់ក្នុងវីដេអូនេះគឺមានប៉ុណ្ណឹងបាទសូមបងប្អូនចែកលេខវីដេអូរបស់បានដើម្បីបងប្អូនបានដឹងដល់គ្នាបាទសូមអរគុណនិងសូមជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយបាទ